ការព្យាបាលជំងឺលើឈាមថ្នាំពេទ្យគឺសំខាន់សម្រាប់ព្យាបាលជំងឺលើឈាមពីព្រោះវាមានការសិក្សានិងពិសោធន៍ច្បាស់លាស់ថាមានប្រសិទ្ធភាពផលប្រយោជន៍នៅក្នុងការព្យាបាលជំងឺលើឈាមការប្រើប្រាស់ថ្នាំបុរាណគួបផ្សំតើវាអាចជួយបញ្ចុះសម្ពាធឈាមដែរឬទេបើសិនជាថ្នាំបុរាណនោះមានការត្រួតពិនិត្យនិងអនុញ្ញាតពីក្រសួងនិងថាมันមានផលវិបាកចំពោះសុខភាពបង្កឲ្យការឡើងឈាមទេយើងអាចប្រើបាននៅក្នុងកម្រិតណាមួយតែពេលខ្លះថ្នាំបុរាណទាំងនោះមានបន្ថែមនៅពពួកស្ទេរ៉ុយដែលប្រជាជនយើងទូទៅតែនិយមថាថ្នាំបាយបានពេលខ្លះវាអាចឲ្យឈាមយើងឡើងវិញมันបានគ្រប់គ្រងសម្ពាធឈាមល្អទេដូច្នេះក្នុងនាមជាគ្រូពេទ្យយើងមិនណែនាំឲ្យប្រើប្រាស់ថ្នាំបុរាណនៅក្នុងការព្យាបាលជំងឺលើឈាមទេថ្នាំពេទ្យនៅតែជាជម្រើសទី1នៅក្នុងការព្យាបាលជំងឺលើឈាម